រឿងប្រវត្តិឈ្មោះភ្នំពេញកាលពេលយូរលង់ណាស់មកហើយនៅតំបន់ច្រាំងទន្លេបួនមុខជាទីកន្លែងដែលមានទេសភាពស្រស់ត្រកាលនិងពោរពេញដោយសន្តិភាពនៅទីនោះមានដូនចាស់ម្នាក់ឈ្មោះថាយាយពេញដែលជាស្ត្រីមានចិត្តបុណ្យនិងរស់នៅក្នុងសេចក្តីថ្លៃថ្នូរយាយពេញមិនត្រឹមតែជាអ្នកមានទ្រព្យសម្បត្តិស្តុកស្តម្ភប៉ុណ្ណោះទេប៉ុន្តែគាត់គឺជាបង្គោលសន្តិភាពក្នុងភូមិរាល់ថ្ងៃគាត់តែងតែចែករំលែកក្តីស្រឡាញ់និងការយកចិត្តទុកដាក់ដល់អ្នកជិតខាងជានិច្ចក្នុងឆ្នាំ1372យាយពេញគឺជាស្ត្រីមេម៉ាយដែលមានទ្រព្យសម្បត្តិស្តុកស្តម្ភបំផុតម្នាក់ក្នុងតំបន់ភូមិគ្រឹះរបស់គាត់តាំងនៅយ៉ាងរឹងមាំលើត្រើយខាងលិចនៃទន្លេចតុមុខដែលកាលនោះគេហៅថាទន្លេច្រាបឈីមផ្ទះរបស់គាត់ស្ថិតនៅចំទីតាំងដ៏វិសេសវិសាលដែលអាចមើលឃើញទន្លេប្រសពគ្នាអ្នកស្រុកភូមិទាំងអស់តែងតែគោរពកោតខ្លាចនិងស្រឡាញ់យាយពេញព្រោះគាត់ជាមនុស្សមានចិត្តសន្តោសប្រណីសេចក្តីសុខសាន្តនេះត្រូវបានផ្លាស់ប្ដូរនៅពេលដែលរដូវវស្សាមកដល់ទឹកជំនន់យ៉ាងធំពីប្រទេសលាវបានចាប់ផ្ដើមហូរចុះមកតាមទន្លេមេគង្គយ៉ាងគំហុកដែលនឹងនាំមកនៃការផ្លាស់ប្ដូរប្រវត្តិសាស្ត្រសម្រាប់ទឹកដីនេះរដូវវស្សាឆ្នាំនោះភ្លៀងធ្លាក់ខ្លាំងខុសធម្មតាបណ្ដាលឲ្យមានទឹកជំនន់យ៉ាងធំនៅសឹកលាវរហូតបាក់ច្រាំងរលំដើមគុគាជាច្រើនអណ្ដែតតាមទឹកចុះមកក្រោមពេលនោះដូនពេញបានចុះមកមើលទឹកនៅកំពង់ក៏ស្រាប់តែប្រទះឃើញដើមគុគាដ៏ធំមួយកំពុងអណ្ដែតមកក្បែរច្រាំងផ្ទះរបស់គាត់ដោយអំណាចទឹកហូរសងចុះឡើងដើមគុគានោះមិនអណ្ដែតទៅឆ្ងាយឡើយគឺចេះតែវិលវល់នៅក្បែរច្រាំងនោះហាក់ដូចទីចង់ឈប់សម្រាកនៅទីនេះឃើញហេតុការណ៍ចម្លែកដូច្នេះដូនពេញក៏ប្រញាប់ទៅអំពាវនាវហៅអ្នកជិតខាងឲ្យមកជួយទាញយកដើមគុគានោះឡើងគោកអ្នកជិតខាងក៏នាំគ្នាយកពោទៅចងដើមគុគីយ៉ាងយកចិត្តទុកដាក់ហើយអូសរំកិលបន្តិចម្ដងយ៉ាងសះស្រាក់សះស្រាំដោយសេចក្តីព្យាយាមនិងសាមគ្គីភាពដើមគោគីដ៏ធំសម្បើមនោះក៏ត្រូវបានអូសមកដល់មាត់ច្រាំងបានសម្រេចដូនពេញនិងអ្នកស្រុកបានយកកំណាត់ឈើទៅកោសគៀសម្អាតផុកចេញពីដើមគគៀនោះដោយក្តីងឿងឆ្ងល់និងចង់ដឹងថាមានអ្វីនៅខាងក្នុងស្រាប់តែពួកគេបានឃើញក្នុងប្រហោងឈើគគៀនោះមានព្រះពុទ្ធរូប4អង្គតូចធ្វើអំពីសំរិទ្ធនិងរូបបដិមាថ្មមួយអង្គទៀតយ៉ាងអស្ចារ្យទេវរូបនោះទ្រង់ឈរព្រះហស្ថសំខាងទ្រង់ដបងព្រះហស្ថសំខាងទៀតទ្រង់ខ្យងសាំងនិងមានព្រះកេសាបួងយ៉ាងសមរម្យដូនពេញនិងឯកជិតខាងមានសេចក្តីត្រេកអរឥតឧបមាក៏នាំគ្នាដង្ហែព្រះបដិមាករទាំងនោះយ៉ាងអធិកអធមមករកផ្ទះរបស់គាត់មកដល់ផ្ទះភ្លាមដូនពេញបានចាត់ចែងសាងសង់ខ្ទមមួយតូចដើម្បីតម្កល់ព្រះបដិមាករទាំងនោះជាបណ្ដោះអាសន្នសិនក្រោយមកដូនពេញបានអំពាវនាវហៅអ្នកស្រុកភូមិឲ្យជួយលើកដីពូនភ្នំនៅខាងលិចផ្ទះរបស់គាត់ឲ្យคล้ายជាភ្នំដ៏ធំមួយដើម្បីជាទីតាំងសម្រាប់សាងសង់ព្រះវិហារបន្ទាប់ពីភ្នំត្រូវបានពូនរួចហើយដូនពេញក៏ឲ្យគេអាដើមគុគាដ៏ធំមហោសាលនោះធ្វើជាសសរដ៏រឹងមាំសម្រាប់វិហារដែលគាត់មានបំណងសាងសង់លើភ្នំនោះដូនពេញនិងអ្នកស្រុកស្រួលបបួលគ្នាសាងសង់ព្រះវិហារមួយខ្នងប្រាក់ស្បូវលើកំពូលភ្នំដ៏ខ្ពស់នោះយ៉ាងស្រស់ស្ងាត់នៅពេលដែលវិហារត្រូវបានសាងសង់រួចរាល់ដូនពេញនិងអ្នកស្រុកក៏នាំគ្នាដង្ហែព្រះបដិមាករទាំងនោះឡើងលើភ្នំយ៉ាងអធិកអធមព្រះពុទ្ធរូបសម្រិទ្ធទាំង4អង្គត្រូវបានដង្ហែទៅតម្កល់ទុកយ៉ាងសមរម្យក្នុងវិហារថ្មីនោះចំណែកទេវរូបថ្មមួយអង្គដែលមានលក្ខណៈជាព្រាហ្មណ៍នោះត្រូវបានដង្ហែទៅតម្កល់ទុកលើអាសនៈមួយនៅជើងភ្នំខាងកើតយ៉ាងស្ងប់ស្ងាត់ដោយយល់ថាទេវរូបថ្មនោះអណ្ដែតទឹកមកពីស្រុកលាវនិងមានសម្លៀកបំពាក់ដូចជាជនជាតិលាវយាយពេញក៏បានសន្មតនាមថាអ្នកតាព្រះច័យដែលជានាមជាប់មកដល់សពថ្ងៃនេះកាលសាងសង់វិហាររួចរាល់ហើយយាយពេញបាននិមន្តព្រះសង្ឃមកគង់នៅលើជើងភ្នំទិសខាងលិចដើម្បីបង្កើតជាអារាមមួយឡើងទីកន្លែងនោះត្រូវបានគេហៅឈ្មោះថាវត្តភ្នំដូងពេញដើម្បីជាការផ្ដង់កិត្តិយសដល់យាយពេញដែលជាអ្នកផ្ដួចផ្ដើមសាងសង់ពិធីបុណ្យសម្ពោធពុទ្ធសេនាសនៈ
ត្រូវបានប្រារព្ធឡើងយ៉ាងអាធឹកអាធមបំផុតដែលមិនធ្លាប់មានពីមុនមកក្នុងតំបន់នេះដោយអាស្រ័យហេតុនេះភ្នំនេះក៏មានឈ្មោះហៅថាភ្នំដូនពេញដើម្បីរំលឹកដល់ទឹកចិត្តដ៏សប្បុរៈនិងជំនឿរបស់គាត់យូរទៅឈ្មោះនេះក៏ត្រូវបានគេហៅកាត់ឲ្យខ្លីមកត្រឹមតាភ្នំពេញដោយដែលយើងហៅរហូតមកដល់សប្តាហ៍ថ្ងៃនេះហើយគឺជាប្រវត្តិដ៏រុងរឿងនៃរាជធានីភ្នំពេញដែលបានចាប់ផ្ដើមចេញពីទឹកចិត្តជ្រះថ្លារបស់ស្ត្រីម្នាក់គឺយាយពេញ